សំណួរចូលពណ៌នាពីមូលហេតុនៃការរញ្ជួយដីចម្លើយរញ្ជួយដីកើតឡើងនៅតាមបណ្ដោយស្នាមប្រេះជិតគែមផ្លាកតិចតូនិចនៅពេលដែលផ្លាករុញទាញឬកកិតគ្នាសិលានៅក្នុងផ្លាកត្រូវខូចទ្រង់ទ្រាយក្នុងការទប់ទល់នឹងកម្លាំងសិលាខូចទ្រង់ទ្រាយតាមរបៀបពីរយ៉ាងគឺលក្ខណៈជាផ្លាស្ទិកដូចដីឥដ្ឋគំរូនិងលក្ខណៈយឺតដូចកៅស៊ូកងមានតែកំហូចទ្រង់ទ្រាយជាលក្ខណៈយឺតប៉ុណ្ណោះដែលបណ្ដាលឲ្យមានរញ្ជួយដីសិលាបាក់នៅចំណុចខ្លះនៅពេលវាលូតកាន់តែវែងកំហូចទ្រង់ទ្រាយរបស់សិលាដោយសារភាពយឺតមានលក្ខណៈដូចជាកៅស៊ូកងដែរភាពយឺតកើតឡើងនៅពេលកម្លាំងមានអំពើទៅលើសិលាខ្លាំងជាងភាពធន់របស់វាសិលាបញ្ចេញថាមពលដែលបណ្ដាលឲ្យមានរញ្ជួយដីនៅពេលវារលាស់សូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ